មិនដឹងទេនោះគឺដោយសារតែនគរអ៊ូរបស់លោកសាងអំពើបាបកម្មច្រើនពេកបប៊ីលោកល្អចំពោះយើងទាំងប្រមាណយើងតែងតែចងចាំជានិច្ចតែវាមិនមែនជារឿងហាមឃាត់យើងនៅក្នុងការសងសឹកនោះទេហើយក៏មិនអាចហាមឃាត់ស្មារតីតស៊ូដើម្បីសងសឹករបស់នគរយាបានដែរទុកថាធ្វើបានលោកទៅចោះនៅក្នុងចិត្តរបស់លោកប្រកាសជាយល់ច្បាស់ព្រះរាជាអ៊ូបានឲ្យលោកមកចរចាបើសិនជាមិនអាចសម្រេចកិច្ចការបានទេលទ្ធផលដែលលោកវិលត្រឡប់ទៅវិញលោកខ្លួនឯងក៏ដឹងច្បាស់ដែរក្រោកឡើងមកតាមមើលយើងប្រហែលជាមិនអាចជួយដល់លោកបានទេបប៊ីសូមលោកធ្វើដំណើរទៅឲ្យបានសុខជួយជីក្រាបទូលលោកជួនដំណើរលោកម្ចាស់ប៉ពីក្រាបទូលស្ដាយក្រោយហើយខ្ញុំម្ចាស់មិនស្ដាយទេសូមអរគុណដល់នាងហើយការសង្ស័យរបស់នាងតាំងពីថ្ងៃទី1នាងចូលក្នុងវាំងយើងក៏ដឹងច្បាស់ថាក្នុងចិត្តនាងមានតែមនុស្សម្នាក់គឺហ្វានលីនាងមកដល់ទីនេះគឺដោយសារតែការបង្ខំប៉ុន្តែយើងមិនខ្វល់ពីព្រោះយើងយល់ថាមនុស្សដែលល្អពូកែបំផុតគឺអាចឈ្នះអ្វីៗជាពិសេសគឺមនុស្សស្រីប៉ុន្តែយើងខុសហើយស្មានខុសហើយមិនមែនស្មានខុសនាងគឺស្មានខុសខ្លួនឯងអ្នកណាក៏ថាឋានជីធ្វើឲ្យខកជាតិមេស៊ីធ្វើឲ្យវិនិច្ឆ័យជាតិរឿងនេះមានអីតាក់ទងនឹងស្រីតាមពិតគឺមកពីយើងមានចិត្តអំនួតខ្លាំងពេកមានចិត្តតស៊ូតែសម្រេចអីមិនបានមើលទៅគេនឹងទុកហ្វូឆាយជាព្រះរាជាល្ងងឲ្យអ្នកចំនួនក្រោយតិចទៀនរហូតព្រះអង្គខ្ញុំម្ចាស់មកដល់នគរអ៊ូទាំងយប់ទាំងថ្ងៃសង្ឃឹមថាមានថ្ងៃនេះមកដល់ប៉ុន្តែមិននឹកស្មានថាពេលដែលថ្ងៃនេះមកដល់ក្នុងចិត្តខ្ញុំម្ចាស់បែរជាឈឺចាប់យ៉ាងនេះទៅវិញព្រះអង្គសូមឲ្យខ្ញុំម្ចាស់រួមដំណើរជាមួយព្រះអង្គផងចុះ
យើងធ្វើដំណើរទៅរកមរណៈទីនោះมันអាចទទួលមនុស្សច្រើនបាន ព្រះអង្គ ព្រះអង្គព្រះអង្គលោកម្ចាស់ប៉ូពីត្រឡប់មកវិញហើយ ស៊ីស៊ឺរំមួយបត់ឲ្យហ្វូឆាយមើលផង កងទ័ពទាំងឡាយព្រះរាជាហ្វូឆាយបានផ្ញើលិខិតចុះចាញ់មួយច្បាប់មកនគរយាកយើងឈ្នះលើសត្រូវរបស់យើងនគរយាកយើងទទួលជ័យជំនះហើយ ជ័យយោនគរយាកជ័យយោព្រះអង្គជ័យយោនគរយាកជ័យយោព្រះអង្គ ចុះចាញ់បានសេចក្តីថាសុខចិត្តអោនកាយបានសេចក្តីថានគរអ៊ូនៅរក្សាដដែលហើយក៏បានន័យថាទង់របស់គេដោតនៅលើកំផែងហើយបក់រវិចដដែល5ឆ្នាំ10ឆ្នាំ20ឆ្នាំពួកគេនឹងលើកកងទ័ពវិលត្រឡប់មកវិញដើម្បីវាយជាមួយនគរយាករបស់យើងទៀតកងទ័ពទាំងឡាយខ្ញុំសូមសួរអ្នកទាំងអស់គ្នាទៅមើលការសុំចុះចាញ់នេះអ្នកទាំងអស់គ្នាអាចទទួលបានទេ មិនកំចាត់នគរអ៊ូគឺមិនសុខចិត្ត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  ព្រះអង្គទូលបង្គំយល់ថាក្រោយពេលដែលគេចុះចូលហើយត្រូវតែប្រហារជីវិតព្រះរាជាអ៊ូប្រហារជីវិតព្រះរាជាអ៊ូលោកអាមាត្យយល់យ៉ាងម៉េចដែរ សម្លាប់
មែន មែន ហើ ហើយ យសម្រាប់ហ្វូឆាយដើម្បីកុំឲ្យមានគ្រោះថ្នាក់ទៅថ្ងៃក្រោយការសម្រាប់ហ្វូឆាយវាគឺជាការងារបំផុតនោះគឺដោយសារតែការពីមុនគេធ្លាប់ធ្វើបាបយើងមែនទេឬមួយដោយសារតែការពីមុនគេធ្លាប់ធ្វើបាបមន្ត្រីរបស់នគរជាតិយើងខុសហើយហ្វូឆាយជាមួយនឹងយើងគឺគ្មានគំនុំផ្ទាល់ខ្លួនទេគំនុំនេះគឺជាគំនុំរបស់នគរអ៊ូជាមួយនឹងនគរជាតិដូច្នេះហើយយើងមិនអាចសម្លាប់ហ្វូឆាយបានទេមិនសម្លាប់គេហ៎អញ្ចឹងត្រូវហើយយើងត្រូវតែល្អចំពោះគេដើម្បីឲ្យគេដឹងខ្លួននិងយល់ថាអ្វីទៅគឺជាច្បាប់ធម្មជាតិអ្វីទៅជាក្តីមេត្តាហើយនឹងអ្វីទៅជាច្បាប់ទម្លាប់ព្រះអង្គអញ្ចឹងនគរអ៊ូត្រូវដោះស្រាយយ៉ាងណាដែរពេលនោះគ្មាននគរអ៊ូទៀតទេប្រជារាស្ត្ររបស់គេក៏ដូចជាប្រជារាស្ត្ររបស់នគរជាតិដែរមានសិទ្ធិស្មើគ្នានៅក្នុងការរស់នៅអស់លោកទាំងអស់គ្នារស់នៅជាមួយគ្នា10ឆ្នាំជាការប្រមាន10ឆ្នាំអ្វីដែលយើងត្រូវការគឺច្បាប់ធម្មជាតិមិនមែនការកាប់ចាក់គ្នានិងការដណ្ដើមអំណាចទេយើងចង់បានសុខសន្តិភាពនៅគ្រប់ចំនួនទាំងអស់ព្រះអង្គសំទូលព្រះអង្គលោកមេតបកុងស៊ុនសុងត្រឡប់មកវិញហើយព្រះរាជាកៅជៀនមិនទទួលការសុំចុះចាញ់របស់យើងទេណែព្រះព្រះអង្គព្រះលោកអាម៉ាតអ៊ូ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 យើងស្ដាប់តាមការទូន្មានរបស់លោកទីបំផុតយើងបានសម្លាប់កៅជៀនទៅហើយឥឡូវនេះគេត្រូវយើងសម្លាប់នៅក្នុងដំណាក់ធំរបស់នគរអ៊ូទៅហើយពេលនេះគេនៅក្រោមព្រះបាទរបស់ហ្វូឆាយពេលនេះមិនចាំបាច់មានការបារម្ភទេពួកយើងទៅវាយលុកភូមិភាគខាងជើងតែម្ដងទៅលោកអាម៉ាតលោកអាម៉ាតអូជេស៊ីហេតុអីនៅស្ងៀមហេតុអីមិនឆ្លើយនឹងយើងតើលោកគួរតែសរសើរយើងធ្វើការមើងម៉ាត់ម៉ត់ចត់មានគំនិតវែងឆ្ងាយប្រាជ្ញាឆ្លៀសវៃមែនទេលោកអាម៉ាតគឺយើងជាអ្នកសម្លាប់លោកគឺយើងជាអ្នកបំផ្លាញគ្រឹះដ៏រឹងមាំនៃនគរអ៊ូពុកធរពូឆាយសម្លាប់ពុកធរខុសហើយមិនគួរទេ
มันគួរហ្វូឆាយទៅស្ដាប់ការបញ្ចុះបញ្ចូលរបស់គេបែរជាសង្ស័យពុកធរយ៉ាងនេះมันគួរវង្វេងវង្វាន់ព្រោះតែជ័យជំនះបន្តិចបន្តួចចំពោះមុខมันគួរហ្វូឆាយទៅស្វែងរកជ័យជំនះដែលពោពេញទៅដោយការល្ងិតល្ងង់ភ្លេចហើយការសងសឹកថ្វាអតីតរាជាពូឆាយភ្លេចហើយការសងសឹកថ្វាអតីតរាជាមិនហ៊ានភ្លេចទេមិនហ៊ានភ្លេចទេពូឆាយមិនហ៊ានភ្លេចទេព្រះអង្គភ្លេចហើយឯងភ្លេចគ្មានសល់អីភ្លេចអ្វីទាំងអស់ឯងទៅសម្លាប់សេនាទាំង18ដែលស្រែកដាស់តឿននៅក្បែរត្រចៀកឯងខុសហើយឯងសម្លាប់អ្នកប្រកាសដាស់តឿនឯងជាអ្នកសម្លាប់អ្នកដែលយកចិត្តទុកដាក់រំលែកទុកព្រួយរបស់ឯងល្ងងណាស់ពូឆាយអត់ដឹងអីមែនព្រះរាជាដែលក្អេងក្អាងដូចជាឯងនេះនគរអ៊ូត្រូវតែរលាយហើយទេវតាអើយពូឆាយមិនទាមទារការលើកលែងទោសមកពូឆាយព្រះបិតាពុកធរពូឆាយគ្មានមុខមាត់អីទៅជួបអ្នកទាំងពីរទៀតទេពូឆាយល្ងិតល្ងង់បញ្ចប់ទៅបញ្ចប់ជីវិតដោយល្ងង់នេះទៅសាកសពឯងនឹងត្រូវអ្នកចំនួនក្រោយដាក់ទណ្ឌកម្មព្រលឹងរបស់ឯងនឹងត្រូវគេជេរស្ដីគ្រប់ចំនួនកំសាពិតជាកំសាមែនហេតុអីបានជាមិនរវីរវល់ប្រជារាស្ត្រដែលគួរឲ្យអាណិតឬយ៉ាងណាឬមួយចង់ឲ្យប្រជារាស្ត្រនគរអ៊ូខ្លាយទៅជាគ្មានផ្ទះសម្បែងព្រោះតែឯងមែនទេឯងនិយាយទៅមែនហើយទុកជីវិតដល់ល្ងិតល្ងងនេះជាបណ្ដោះអាសន្នសិនតាំងចិត្តក្លាហានទៅសារភាពនៅចំពោះមុខអ្នកឈ្នះចង់អង្វរឲ្យប្រជារាស្ត្ររបស់យើងបានសេចក្តីសុខសិន
ហ្វូឆាយឯងមិនស្មានថាពួកយើងបានជប់គ្នាយ៉ាងនេះទេមែនទេហើយជាពិសេសទៅទៀតនោះឯងមិនស្មានថាយើងអាចបាច់ឈ្នះនគរឯងទេមែនទេ ពូឆាយពិតជាមិននឹកស្មានមែនកៅជៀនតើព្រះអង្គចង់ចាត់ការយើងដោយរបៀបណា យើងគិតថាយើងបញ្ជូនឯងទៅយ៉ុងតុងឲ្យឯងរស់នៅទីនោះរហូតដល់ចាស់ស្លាប់ ពូឆាយថ្មីត្បិតជាអ្នកចាញ់សង្គ្រាមប៉ុន្តែនៅទីនេះសូមអង្វរព្រះអង្គយា និយាយទៅ រក្សារាជវង្សរក្សាប្រជារាស្ត្ររបស់យើង ហ្វូឆាយឯងដូចជាបារម្ភជ្រុះពេកហើយចំពោះរឿងដែលគួរធ្វើយ៉ាងណាឯងមិនចាំបាច់បារម្ភពេកទេតែកុំភ្លេចឲ្យសោះពីថ្ងៃនេះតទៅស្មៅមួយគុំភ្នំនីមួយនៃនគរអ៊ូគឺជារបស់នគរយាប្រជារាស្ត្ររបស់ឯងគឺជាប្រជារាស្ត្ររបស់យើងទាំងអស់យើងនឹងល្អចំពោះពួកគេរាល់គ្នាប៉ុន្តែផ្លាកព្រំបន្ទល់នគរអ៊ូនិងនគរយាមិនមានតទៅទៀតទេពីព្រោះនគរអ៊ូឈប់មានឈ្មោះនៅក្នុងលោកនេះទៀតហើយឯងចាំឲ្យច្បាស់ទៅ ស៊ីស៊ឺ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  ស៊ីស៊ឺទីបំផុតរងចាំលោកម្ចាស់ហ្វានមកដល់ហើយ ស៊ីស៊ឺមិនមែនជាស៊ីស៊ឺដូចកាលពីមុនទៀតទេលោកម្ចាស់ហ្វានយល់ព្រមនាំស៊ីស៊ឺចាក់ចេញពីទីនេះ ពេលវេលានឹងលុបបំបត្តិនៅរឿងទាំងនេះ ប៉ុន្តែខ្ញុំមិនដឹងថាខ្ញុំអាចបំភ្លេចរឿងពីមុនបានឬមិនបាន ខ្ញុំអាចរងចាំបានចាំរហូតដល់នាងបំភ្លេចរឿងទាំងនេះចោល រងចាំហ៎រងចាំដល់ពេលណាទៅ មួយជីវិតគ្រប់គ្រាន់ទេ ស
ស់ស្ត្រីម្ចាស់ស្ត្រី រឿងអីក៏ផ្ទះផ្អើលម្លេះឈ្នះហើយពួកយើងឈ្នះហើយ ពួកយើងឈ្នះហើយព្រះរាជាចាប់ហ្វូឆាយតែករស់ជនជាតិអ៊ូសុំចោះចាញ់ហើយ ពួកយើងឈ្នះហើយពួកយើងឈ្នះហើយនគរយើងឈ្នះហើយនគរយើងឈ្នះហើយម្ចាស់ស្ត្រីពួកយើងទីបំផុតឈ្នះហើយសូមអបអរម្ចាស់ស្ត្រីគឺពួកយើងជាអ្នកឈ្នះពួកយើងឈ្នះហើយទីបំផុតពួកយើងឈ្នះហើយ ទៅយកគ្រឿងអលង្ការទាំងអស់មកឲ្យយើង របស់ទាំងនេះយើងលែងត្រូវការហើយពួកឯងយកទៅចោះរួចហើយទៅស្រុកកំណើតតាមរកបងប្អូនជ្រើសរើសប្តីល្អឆាប់រៀបការទៅឆាប់មានកូនមានចៅរស់នៅបានសុខពីថ្ងៃនេះទៅ ជនជាតិយាកយើងមិនខ្លាចអ្នកណាធ្វើបាបទៀតទេគ្មានអ្នកណាធ្វើបាបទេម្ចាស់ស្ត្រីម្ចាស់ស្ត្រីពួកខ្ញុំម្ចាស់មិនទៅណាចាំម្ចាស់ស្ត្រីទេខ្ញុំម្ចាស់នៅបំរើម្ចាស់ស្ត្រីរហូតហើយពួកខ្ញុំម្ចាស់នៅទីនេះតទៅទៀតទៅតែយើងមិនត្រូវការពួកឯងទៀតទេពួកឯងកុំនិយាយច្រើនទៀត ឆាប់នាំគ្នាទៅចោះម្ចាស់ស្ត្រីម្ចាស់ស្ត្រី ព្រះអង្គព្រះរាជាមហាជ័យឲ្យអ្នកនាំសារមកគាល់ព្រះអង្គ មានរឿងអី ព្រះរាជាមហាជ័យប្រទានមកុដថ្វាយព្រះអង្គហើយព្រមទាំងតែងតាំងព្រះអង្គជាព្រះរាជាតំបន់បូព៌ា មិនទទួល តែអ្នកនាំសាររបស់ព្រះរាជាមហាជ័យរងចាំរយៈពេល3ថ្ងៃទៅហើយ បើសិនជាគេចង់ចាប់អញ្ចឹងឲ្យគេចាំទៅ មែនហើយឲ្យគេរងចាំទៅ
វិនចុងក្រាបទូលរៀបចំបញ្ចុះសពព្រះជាឧផងទទួលព្រះរាជបញ្ជាព្រះអង្គមានរឿងមួយទូលបង្គំត្រូវតែទូលដល់ព្រះអង្គក្រាបទូលរឿងអីទៅហ្វាលីហើយនឹងស៊ីស៊ឺបានចាក់ចេញទៅដោយមិនបានលាដំណើរទេហ្វាលីទៅបាត់ហើយតើគួរតែឲ្យគេតាមមកវិញទេក្រាបទូលតាមការពិតនេះគឺជាការស្មានរបស់យើងទេគេបានសម្រេចនៅប្រាថ្នារបស់គេទៅហើយស្រេចចិត្តរបស់គេទៅចុះនាំគ្នាត្រឡប់ទៅផ្ទះវិញចុះថ្ងៃនេះយ៉ាងម៉េចនឹង3យប់3ថ្ងៃទៅហើយព្រះអង្គមិនបានយើងចេញមកទេទឹកមួយដំណក់ក៏មិនឲ្យយកចូលលោកម្ចាស់វិនចុងលោកឆាប់រកមជ្ឈបាយទៅតើលោកមានមជ្ឈបាយស្អីដែរខ្ញុំនៅបថុយស្លាប់ដើម្បីចូលទៅខាងក្នុងអង្វរព្រះអង្គនគរយារបស់យើងទទួលជោគជ័យហើយព្រះអង្គគួរតែទ្រង់គិតដល់ប្រជារាស្ត្រសូមឲ្យព្រះអង្គទ្រង់កាត់ប្រតិទៅកុំអានទៅរំខានព្រះអង្គអីខ្ញុំគិតថាព្រះអង្គគង់តែយើងចេញបោទេណែបិទដំណាក់របស់ម្ចាស់ស្ត្រីហើយអ្វីដែលនៅក្នុងនេះកុំឲ្យនរណាប៉ះពាល់អសោះហើយដឹកជញ្ជូនដីពីភ្នំខាជីមកទីនេះរួចហើយ
កប់ទីនេះចោលទុកចោលចោលកប់អ្វីទាំងអស់នៅទីនេះទុកថាជាភ្នូររបស់យ៉ាអ៊ីឲ្យយ៉ាអ៊ីរបស់យើងសម្រាប់នៅទីនេះដោយស្ងប់ស្ងាត់ជារៀងរហូតចុះផ្ទុំចុះសូមចុចលើប៊ូតុង Subscribe រួចចុចរូបកណ្ដឹងដើម្បីបានទស្សនាខ្សែភាពយន្តភាគចិនជាច្រើនទៀត